បន្តែពេលដែលខ្ញុំចាប់ដើមបញ្ហាចម្បងដែលធំជាងគេដែលធ្វើឲ្យរាំងស្ទះខ្ញុំមិនអាចទៅរួចនោះគឺសមត្ថភាពខ្ញុំមានក្តីស្រឡាញ់ខ្ញុំយល់ចិត្តគាត់ខ្ញុំដឹងថាវាអាចចេញបានឧបករណ៍មួយនេះប៉ុន្តែគឺខ្ញុំអត់អាចទៅរកអ្នកណាដែលអាចជួយឲ្យខ្ញុំខ្លាចជាម្នាក់ដែលមានសមត្ថភាពក្នុងការទៅរកគ្នាទេចឹងថ្ងៃមួយខ្ញុំបានលើដំណឹងអំពីសាលា EV ដែលជួយយើងនៅក្នុងការស្វែងរកអត្ថន័យឲ្យគាត់ឲ្យតម្លៃគុណតម្លៃពិសេសរបស់យើងទាំងទុកលំបាកទុកសោករឿងដែលយើងជួបនៅក្នុងឧបសគ្គទាំងឡាយដែលយើងឈឺចាប់បំផុតប៉ុន្តែ EV ប្រាប់ថាអានឹងគឺមានគុណតម្លៃខ្លាំងវាពិសេសខ្លាំងអញ្ចឹងមេរៀនទាំងនេះដែលជួយយើងខ្លាំងមែនតើជួយខ្ញុំខ្លាំងមែនតើដែលធ្វើឲ្យខ្ញុំនឹងមានកម្លាំងព្រោះគាត់ឲ្យតម្លៃទៅលើបទពិសោធន៍ជីវិតរបស់ខ្ញុំទុកសោកដែលខ្ញុំជួបនឹងគឺជាកម្លាំងមួយដែលរុញច្រានឲ្យយើងឃើញអត្ថន័យផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មហើយអាជីវកម្មដែលមានពោពេញទៅដោយអត្ថន័យនិងមានក្តីស្រឡាញ់ជ្រាលជ្រៅដែលយើងមិនចង់បញ្ឈប់យើងចង់តវារហូតមួយទៀតកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺវិធីសាស្ត្រនៃការបង្រៀនរបស់បង Helen ដែលជួយយើងនៅក្នុងការឆ្កឹះសួរហើយយើងស្វែងរកចម្លើយមិនមែនគាត់ជាអ្នកដាក់ចម្លើយឲ្យយើងប៉ុន្តែជួយយើងឲ្យខួរក្បាលយើងវាមានវាប្រឹងហើយមានសាច់ដុំហើយវាមានគំនិតចេញពីយើងវាមិនមែនជាគំនិតរបស់គាត់ទេតែវាចេញពីយើងហ្មងថាយើងមានអីខ្លះយើងមានសក្តានុពលអីខ្លះគឺគាត់ជួយយើងក្នុងការជីកកាយមកហើយវាជាយើងមិនមែនយើងរៀនហើយយើង transform ទៅជាគាត់ទេប៉ុន្តែទៅជាយើងដែលពិសេសដែលអស្ចារ្យនៅក្នុងយើងខ្ញុំពិតជាលើកទឹកចិត្តនិងណែនាំទៅដល់បងប្អូនអ្នកដែលមានបញ្ហាស្តៀងមួយខ្ញុំអ្នកដែលវង្វេងអ្នកដែលមានអារម្មណ៍ថាតើយើងគួរធ្វើអ្វីតទៀតតើយើងគួរតែស្វែងរកខ្លួនឯងមានអ្នកខ្លះក៏ពិតជាចង់ដឹងថាគាត់សាកសមមួយអីខ្លួនគាត់នឹងជាអ្នកណាចង់ធ្វើអីចឹងបើសិនតែអ្នកដែលមានអារម្មណ៍ថាចង់ស្វែងរកខ្លួនឯងអ្នកដែលមានបញ្ហានៅខ្សែសាច់រឿងស្តីខ្ញុំណែនាំមែនទែននៅក្នុងការសាកល្បងចូលរៀននៅ EV អញ្ចឹងពេលរៀននៅ EV ហើយយើងពិតជាមិនសោកស្ដាយព្រោះយើងឃើញការផ្លាស់ប្រែយើងឃើញស្វែងរកខ្លួនឯងហើយអ្វីដែលខ្ញុំទទួលបាននៅ EV នេះខ្ញុំចង់ឲ្យបងប្អូនទទួលបានដូចជាខ្ញុំដែរ